ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំអង្គរសូមធ្វើការបង្ហាញជូនបងប្អូនពាក់ព័ន្ធអំពីសារៈប្រយោជន៍របស់ទឹកឃ្មុំហើយក៏ចង់ជម្រាបជូនបងប្អូនដែរថាទឹកឃ្មុំយើងអាចកែច្នៃបានច្រើនណាកែច្នៃបានច្រើនមែនតែនសម្រាប់ជាគ្រឿងសម្អាងក្តីសម្រាប់ជាអាហារក្តីសម្រាប់ជាឱសថក្តីបាទហើយបរិបត្តិនៅក្នុងប្រទេសរបស់យើងគឺភាគច្រើនគឺប្រជាពលរដ្ឋរបស់យើងពួកគាត់ចូលចិត្តប្រើទឹកឃ្មុំសម្រាប់ធ្វើជាឱសថបាទធ្វើជាឱសថតាមរបៀបសាមញ្ញបាទចឹងប្រយោជន៍របស់ទឹកឃ្មុំនឹងច្រើនណាស់ច្រើនមែនទែនដែលពិបាកក្នុងការកណនាប៉ុន្តែសរុបរួមមកវិញចង់ជម្រាបជូនបងប្អូនថាដោយសារតែនៅក្នុងទឹកឃ្មុំនឹងវាសម្បូរទៅដោយសារធាតុចិញ្ចឹមនឹងច្រើនដែលយើងហៅថាវីតាមីនណាវាសម្បូរដោយសារវីតាមីននឹងច្រើនដូចជាវីតាមីន B វីតាមីន C B1 B6 B12 កាល់ស្យូមម៉ាញ៉េស្យូមកាបូហៃដ្រាតអីឡាក់ជាដើមដែលរាងកាយយើងត្រូវការជាប្រចាំពីព្រោះថានៅពេលដែលយើងខំហូបអាហារមានដូចជាបាយមានដូចជាបន្លែមានដូចជាសាច់មានដូចជាទឹកហ្នឹងនៅក្នុងទាំងអស់ហ្នឹងវាមានអាសារធាតុអស់ហ្នឹងប៉ុន្តែវាមានទឹកឃ្មុំហ្នឹងរឹតតែពិសេសជាងនឹងថែមទៀតគឺនៅក្នុងទឹកឃ្មុំហ្នឹងវាមានពពុះអានឹងស្រេចអត់ប្របាក់ផ្សំបញ្ចូលគ្នាបានបង្កើតបានជាសារធាតុចិញ្ចឹមហ្នឹងឯងនៅក្នុងទឹកឃ្មុំហ្នឹងគឺវាសម្បូរសារធាតុចិញ្ចឹមនៅក្នុងហ្នឹងស្រាប់តែម្ដងចឹងហើយបានជាមនុស្សយើងត្រូវការហើយអាចទៅកែច្នៃបានច្រើនអាចទៅកែច្នៃបានជាគ្រឿងសម្អាងអាចទៅកែច្នៃបានជាឱសថបុរាណអាចទៅកែច្នៃបានជាអាហារដ៏ប្រណិតសម្រាប់ជួយទ្រទ្រង់រាងកាយឲ្យមានសុខភាពល្អការពារពីជំងឺដង្កាត់ផ្សេងលាក់ជាដើមអីចឹងទៅមួយទៀតអ្វីដែលខ្ញុំចង់បង្ហាញចំពោះខាងកសិដ្ឋានឃ្មុំអង្គរយើងខ្ញុំហ្នឹងក៏មានផលិតផល3 4 5មុខដែរដែលយើងកែច្នៃវាឲ្យคล้ายទៅជាផលិតផលសម្រេចឬក៏បងប្អូនខ្លះគាត់អាចយកទៅកែច្នៃខ្លួនកាត់ក៏បានដែរងាយទេហើយប្រយោជន៍ជួយទៅលើសុខភាពហ្នឹងគឺល្អមែនតែនបាទល្អមែនតែនហើយយើងមើលរំលងវាប៉ុន្តែធាតុពិតនៅពេលដែលយើងបានធ្វើវាហើយយើងយកមកប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងគ្រួសាររបស់យើងធ្វើឲ្យគ្រួសាររបស់យើងមានសុខភាពល្អធ្វើឲ្យគ្រួសាររបស់យើងនឹងទទួលបាននៅថាមពលបែបធម្មជាតិបាទថាមពលបែបធម្មជាតិចឹងទៅបាទអញ្ចឹងខ្ញុំសូមបង្ហាញពីផលិតផលរបស់ខ្ញុំមួយងាយគឺខ្ញីទឹកឃ្មុំបាទគឺខ្ញីទឹកឃ្មុំនេះបងប្អូនខ្ញីទឹកឃ្មុំប៉ុន្តែខ្ញុំសូមបញ្ជាក់បងប្អូនថាខ្ញុំមានខ្ញីទឹកឃ្មុំដែលប្រមូលមានខ្ញីដែលប្រមូលពីចំការខ្ញីរបស់ខ្ញុំនៅលើកំពូលភ្នំកលែនតែម្ដងហើយខ្ញីហ្នឹងគឺខ្ញីធម្មជាតិដែលដុះនៅលើភ្នំហ្នឹងមានមើមទួយទេប៉ុន្តែហឹលខ្លាំងឆ្ងាញ់បងប្អូនណាហឹលខ្លាំងឆ្ងាញ់ចឹងនៅពេលដែលខ្ញុំយកមកត្រាំជាមួយនឹងទឹកឃ្មុំរបស់ខ្ញុំត្រាំរយៈពេល3ខែជាទូទៅ3ខែ6ខែទៅ1ឆ្នាំខូប1ឆ្នាំខូប3ខែឬយើងហៅថាព្រះវស្សាអញ្ចឹងណាអញ្ចឹងនៅក្នុងខ្ញីទឹកឃ្មុំរបស់ខ្ញុំហ្នឹងគឺខ្ញុំបានត្រាំរយៈពេលប៉ុណ្ណឹងសម្រាប់ជាវចែកជូនបងប្អូនដែលត្រូវការសម្រាប់ជួយទ្រទ្រង់សុខភាពហ្នឹងបាទហើយខ្ញីហ្នឹងជាប់ចឹងបាទនេះខ្ញីបាទនេះខ្ញីទឹកឃ្មុំត្រាំឡើងពណ៌រាងកម្ៅហើយលែងពណ៌លឿងទឹកឃ្មុំហើយទៅជាកម្ៅបាទយើងត្រាំរបៀបអញ្ចឹងហើយយើងមានរបៀបត្រាំរបស់យើងហើយយើងចេះរបៀបនៃការត្រាំវាធ្វើម៉េចឲ្យងុំល្អឲ្យទទួលបានគុណភាពល្អអញ្ចឹងណាបាទ
ហើយចំពោះអត្ថប្រយោជន៍ខ្ញីទឹកឃ្មុំហ្នឹងណាចំពោះអត្ថប្រយោជន៍ខ្ញីទឹកឃ្មុំហ្នឹងគឺជួយទៅលើខ្លាញ់មិនល្អខ្លាញ់អាក្រក់នៅក្នុងសរសៃឈាមរបស់យើងណាជួយសម្អាតអាខ្លាញ់មិនល្អនឹងជួយឃ្លាវាឲ្យស្អាតនៅក្នុងចរន្តសរសៃឈាមរបស់យើងហ្នឹងដោយសារតែវាមានជាតិកម្ដៅវាមានជាតិហឹរដែលជាជាតិខ្យល់ជំរុញអញ្ចឹងក្តៅវាធ្វើឲ្យដុតអាខ្លាញ់មិនល្អហ្នឹងដែលកកតាមសរសៃឈាមរបស់យើងហ្នឹងឲ្យរលាយហើយបន្ទាប់មកអាកម្ដៅរបស់ខ្ញីហ្នឹងវាជួយរុញបំលែងទៅជាទឹកនោមបំលែងទៅជាលាមកអីចឹងទៅអញ្ចឹងអត្ថប្រយោជន៍របស់ខ្ញីហ្នឹងគឺទី1គឺជួយដុតសម្អាតខ្លាញ់មិនល្អនៅក្នុងខ្លួនហ្នឹងហើយទី2ខ្ញីទឹកឃ្មុំនេះនៅពេលដែលយើងពុលឡានយើងទៅណាទៅណីយើងរៀងសេសើល្វើយអស់កម្លាំងអីចឹងយើងដាក់ខ្ញីទឹកឃ្មុំទឹកក្តៅអ៊ុនឬក៏ទឹកតែអញ្ចឹងជាមួយអញ្ចឹងទៅយើងឡើងឡានទៅស្វាងអត់ងាយពុលទេបាទអត់ងាយពុលឡានទេហើយមួយទៀតវាដោយខ្យល់ស្រួលទៀតវាធ្វើឲ្យចលនានៃពោះវៀនរបស់យើងណាដើរបានល្អហើយវាទៅភ្ញូចវាទៅភ្ញូចវាទៅភ្ញូចកាពះរបស់យើងនឹងឲ្យធ្វើការបានល្អបាទឲ្យធ្វើការបានល្អហើយវាជួយឲ្យញ៉ាំអាហារទៅនឹងឆ្ងាញ់ហិលឆ្ងាញ់អញ្ចឹងវាជួយឲ្យដាតយើងនឹងដឹងរសជាតិឆ្ងាញ់មានឲ្យជារសអញ្ចឹងទៅហើយវាក៏ជួយទៅដល់សំខាន់ហ្នឹងគឺជួយសម្រួលខ្យល់នៅក្នុងរាងកាយរបស់យើងបងប្អូនយើងដឹងហើយថាមនុស្សយើងមានសុខភាពល្អដោយសារតែខ្យល់ដើរស្រួលដែរទេបើសិនជាខ្យល់ដើរមិនស្រួលក៏សុខភាពរបស់យើងអត់ល្អដែរអាហ្នឹងងាយហើយបងប្អូនអាចធ្វើបានឬក៏បងប្អូនមិនសូវមានពេលធ្វើឬក៏ចង់បានខ្ញីភ្នំដូចរបស់ខ្ញុំឡានទួយហ្នឹងបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានខ្ញុំអាចផ្ញើជូនបងប្អូនបានចឹងណាហើយមកកំប៉ុងនេះតម្លៃវាទាំងទឹកឃ្មុំទាំងខ្ញីដែលយើងត្រាំរយៈពេល1ឆ្នាំចឹងតម្លៃវាគឺស្មើនឹង$20បងប្អូនណា$20មិនថ្លៃទេ$20សម្រាប់សុខភាពហើយដែលអាចជួយបងប្អូនបានពិតប្រាកដណាមិនថ្លៃទេពីព្រោះសុខភាពយើងគឺมันអាចកាត់ថ្លៃបានទេចឹងมันអាចយកលុយទៅកាត់ថ្លៃជាមួយសុខភាពទេបើសិនបើបងប្អូនដែលជាអ្នកស្រឡាញ់សុខភាពបងប្អូនមិនចង់ចំណាយឲ្យសុខភាពបងប្អូនកាន់តែធ្ងន់ធ្ងរកាន់តែទរន្តរាបងប្អូនប្រើជាប្រចាំល្អបំផុតចឹងណាបាទល្អបំផុតដូចខ្ញុំអញ្ចឹងខ្ញុំអ្នកនៅព្រៃភ្នំខ្ញុំអ្នកចិញ្ចឹមឃ្មុំដើរឡើងដើរចុះពេញតែព្រៃយើងឃើញថាសុខភាពយើងល្អយើងមិនហៅរោជំងឺប៉ុន្តែគឺថាវាធ្វើឲ្យយើងនឹងធន់នឹងរឿងការងាររបស់យើងដែលយើងប្រឹងធ្វើហ្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូនចង់បានសុខភាពល្អបងប្អូនចង់បានរបៀបងាយបងប្អូនធ្វើខ្លួនឯងក៏បានបងប្អូនជាវពីខ្ញុំទៅក៏បានហើយបើជាវពីខ្ញុំទៅបងប្អូនបានមួយទៀតគឺបានខ្ញីលើភ្នំហើយខ្ញីដែលមានក្លិនឈ្ងុយខ្លាំងហើយហឹរខ្លាំងបាទឈ្ងុយខ្លាំងហឹរខ្លាំងសារធាតុល្អខ្លាំងអញ្ចឹងណានៅបើសិនជាបងប្អូនជាពីខាងខ្ញុំទៅតែបើអត់ទេបងប្អូនអាចទៅធ្វើខ្លួនឯងក៏បានដែរឲ្យតែបងប្អូនមានខ្ញីល្អអញ្ចឹងទៅបងប្អូនអាចធ្វើបានសាមញ្ញគាត់ថាបងប្អូនត្រូវការទឹកឃ្មុំល្អទឹកឃ្មុំសុទ្ធទឹកឃ្មុំគុណភាពខ្ពស់កុំភ្លេចគឺទឹកឃ្មុំអង្គរដែលជាទឹកឃ្មុំខ្មែរកូនអ្នកសៀមរាបបាទគឺកូនអ្នកសៀមរាបតែធ្វើអីគឺច្បាស់លាស់បាទមិនបន្លែមិនបន្លំទេបងប្អូនណាបាទសូមអរគុណ